សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនអំពីរបៀបនៃការដាក់ material ឲ្យ object របស់យើងអញ្ចឹងគឺយើងមាន object មួយជារូបតុក្កតាអញ្ចឹងយើងមើលទៅវាអត់មានពណ៌អត់មានអីទេគឺអញ្ចឹងគឺយើងត្រូវការដាក់ material ចឹងយើងគ្រាន់តែធ្វើការ click select លើវាមកហើយយើងចូលមកកន្លែង material អញ្ចឹងគឺខ្ញុំធ្វើការលុប material ចេញសិនអញ្ចឹងខ្ញុំ click លើវាមកខ្ញុំចុចដកវាចោលខ្ញុំ click លើវាម្ដងទៀតខ្ញុំចុចទៅលើសញ្ញាលេខបូកដើម្បីធ្វើការបង្កើត slot វាអញ្ចឹងបានមួយហើយខ្ញុំ click new ហ្នឹងគឺខ្ញុំដាក់ឈ្មោះឲ្យវាអញ្ចឹងតើយើងចង់ដាក់ material ហ្នឹងឈ្មោះឲ្យគេឥឡូវខ្ញុំដាក់ឈ្មោះថាtest ឧទាហរណ៍អញ្ចឹងយើងដាក់មិនក៏បានតាមចិត្តរបស់យើងហើយចុច enter មកដើម្បី confirm វាបន្តមកទៀតគឺយើងចូលទៅសេរីពណ៌តើយើងចង់ដាក់ពណ៌ឲ្យគេដាក់ពណ៌នេះអញ្ចឹងគឺយើងអត់ទាន់បានមើលឃើញអំពីពណ៌នៅលើ object ខ្លួនរបស់វាទេលុះត្រាយើងដូរមកនេះដូរមកកន្លែង material preview អញ្ចឹងយើងឃើញនេះគឺជាពណ៌របស់វាអូខេអញ្ចឹងយើងបានខ្លួនវាមួយហើយឥឡូវយើងចង់ធ្វើការ add ទៅលើជើងដៃហើយនិងក្បាលវាទៀតអញ្ចឹងគឺខ្ញុំប្រើប្រាស់ទៅលើពណ៌តែមួយទេតែបើសិនបើយើងចង់ធ្វើការដាក់ពណ៌ជើងផ្សេងដៃផ្សេងទៀតគឺយើងអាចclick ទៅលើសញ្ញាលេខបូកដើម្បីធ្វើការបង្កើត slot នឹងបង្កើត slot material អូខេឥឡូវខ្ញុំ click ទៅលើខ្ញុំចង់ដាក់តែមួយអញ្ចឹងខ្ញុំគ្រាន់តែ click ទៅលើជើងវាទាំងពីរហ្នឹងចុចទៅលើ shift key មកនេះក៏អញ្ចឹងដែរនេះក៏អញ្ចឹងដែរហើយចុចទៅលើក្បាលរបស់វាបន្តមកទៀតចុចទៅលើខ្លួនវាចុងក្រោយគេអូខេពេលបានប៉ុណ្ណឹងរួចហើយគឺយើងចុចទៅលើcontrol បូនអក្សរ L អូខេចុច control បូនអក្សរ L ហើយយើងយកពាក្យថា link material មានន័យថាយើងឲ្យ material ហ្នឹងគឺវា link ជាប់គ្នាអញ្ចឹងយើង click លើវាមកអញ្ចឹងយើងឃើញគឺយើងបាន apply material ទៅលើខ្លួនរបស់តុក្កតាហ្នឹងឥឡូវយើងគិតទៅលើអានេះម្ដងនេះយើងបង្កើតមួយផ្សេងទៀតមកឥឡូវខ្ញុំដាក់បបេមាត់វាអញ្ចឹងខ្ញុំ click មាត់វាមកហើយខ្ញុំចូលមក click ទៅលើសញ្ញាលេខបូកហើយខ្ញុំ click new ខ្ញុំដាក់ឈ្មោះវាហើយខ្ញុំដាក់ថា mouse អូខេហើយយើងសេរីពណ៌យើងចង់ធ្វើការដាក់វាអូខេពណ៌វារៀងក្រហមចុះប៉ុណ្ណេះអូខេបន្តមកទៀតគឺភ្នែកវាអញ្ចឹងភ្នែកវាយើងដាក់ពណ៌ឲ្យគេឥឡូវខ្ញុំ click លើវាខ្ញុំចូលមក click ទៅលើសញ្ញាលេខបូកខ្ញុំដាក់ថា I អញ្ចឹង click លើនេះមកខ្ញុំវាយ I គេដាក់អក្សរ S ក៏បានហើយខ្ញុំដាក់ពណ៌វាគេដាក់ពណ៌នេះចុះចានេះគឺយើងអាច click លើវាមកយើងអាចចូលទៅរើសពណ៌នេះយកគេ I ដើម្បី apply លើវាអញ្ចឹងគឺតុក្កតារបស់យើងគឺវាបាន apply material រួចហើយអញ្ចឹងសូមអរគុណសូមជម្រាបលា